នៅក្នុងនេះតកតង Excel របស់ខ្ញុំអត់ទាន់មាន printer ចឹងខ្ញុំមក Excel នេះអញ្ចឹងជាក់ស្ដែងដោយសារតែខ្ញុំបាន install printer ហើយអញ្ចឹងកន្លែងនេះវាមាន option ឲ្យខ្ញុំជ្រើសរើសចឹងខ្ញុំយកកន្លែងនេះមកគឺអូខេអញ្ចឹងវាចេញរូបឲ្យខ្ញុំហើយសួស្ដីនៅក្នុងនេះតកតង Excel របស់ខ្ញុំអត់ទាន់មាន printer ចឹងនេះជា URL ដែលខ្ញុំត្រូវ install printer មកដោយសារតែ physical printer របស់ខ្ញុំមានចឹងខ្ញុំសាក install ទៅវាបានឬក៏អត់ចឹងយើងរងចាំមើលទាំងអស់គ្នាចឹងខ្ញុំយកគេ driver គេចឹងនៅក្នុងនេះវាមានអូខេចឹងវា recommend ខ្ញុំយក download មកចឹងវា load មកហើយខ្ញុំដាក់លើ desktop យើងរងចាំវាមកចឹងវាបាន down ពេញហើយចឹងខ្ញុំទៅបើកលើវាមកយក yes មកខ្ញុំសាកអូខេ next ចឹងខ្ញុំមកនេះយក tick ទាំងអស់មកទាក់ទង network wireless select if you want install ចឹងខ្ញុំយក USB ទៅចឹងវាសួរថាយើងបាន connect អត់ តែជាក់ស្ដែងយើងអត់មានទេចឹងខ្ញុំសាក install មើលតើវាឲ្យអត់វាថាអត់មានអូខេចឹងខ្ញុំ back មកវិញខ្ញុំយក network ខ្ញុំយកអានេះមកចឹងយើងរងចាំមើលថាវាឲ្យទៅទៀតឬក៏អត់ចឹងខ្ញុំ install without connection មកចឹងអានេះខ្ញុំយកតែ4នេះទេឬក៏ optical chamber recognition ចឹងខ្ញុំយកទាំងអស់ហ្មងអញ្ចឹងវាកំពុងតែ install ហើយដោយសារតែខ្ញុំយក network ហើយខ្ញុំយក install without any មុនហ្នឹងដែលយើងបានឃើញមុនហ្នឹងណាអូខេហើយយើងយក file នេះមកចឹងខ្ញុំ search យក printer ចឹងវាមាន HP network អីចឹងមកអូខេអានេះ print test តែដោយសារតែរបស់យើងអត់មានចឹងខ្ញុំ back មកវិញមកចឹងខ្ញុំមក Excel នេះអញ្ចឹងជាក់ស្ដែងដោយសារតែខ្ញុំបាន install printer ហើយអញ្ចឹងកន្លែងនេះវាមាន option ឲ្យខ្ញុំជ្រើសរើសចឹងខ្ញុំយកកន្លែងនេះមកគឺអូខេអញ្ចឹងវាចេញរូបឲ្យខ្ញុំហើយអញ្ចឹងអ្វីដែលខ្ញុំបានធ្វើមកហ្នឹងមានន័យថាខ្ញុំ install គេ printer ដោយអត់ប្រើ physical printer ឬក៏អត់ប្រើ printer ដែលយើងមាននេះមានន័យថា install printer ដោយគ្មាន printer តែជាក់ស្ដែងអាហ្នឹងយើងត្រូវតែមាន printer ពេលដែលយើង install ទៅវាស្រួល config អីពេលដែលយើង install តាមរយៈ USB បាទសូមអរគុណ